ជំរាបសួរអ្នកគ្រូនិងអ្នកទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី2ដែលថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅប្រធានបទរបស់យើងគឺនិស្សិត app អញ្ចឹងយើងបានដឹងហើយថាសិស្សប្អូនដែលទើបតែចូលមកសិក្សាគឺតែងតែមានតម្រូវការការណែនាំនិងការផ្ដល់យោបល់ផ្សេងៗទីឲ្យសិស្សច្បងភាគច្រើនក៏ចង់ចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពួកគេផងដែរហើយអ្វីដែលពួកគេត្រូវការនោះគឺមធ្យោបាយសម្រាប់ទំនាក់ទំនងចឹងសប្តាហ៍នេះបញ្ហាចម្បងដែលពួកយើងជួបប្រទះគឺកង្វះវេទិកាក្នុងការទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូនដែលធ្វើឲ្យរាំងស្ទះដល់ការសហការគ្នាបញ្ហាដែលជាឧបសគ្គក្នុងការទំនាក់ទំនងមានដូចជាទី1គឺការខ្លាចអ្នកដទៃវាតម្លៃឬក៏វិនិច្ឆ័យមកលើខ្លួនឯងកង្វះខាតនៅឱកាសក្នុងការទំនាក់ទំនងចំណង់ចំណូលចិត្តមិនដូចគ្នាឬផ្ទុយគ្នាជាដើមភាពលំបាកក្នុងការចាប់ផ្ដើមការសន្ទនានិងខ្វះភាពជឿជាក់ក្នុងការនិយាយឬក៏មានការខ្មាស់អៀនផ្សេងៗដែលបញ្ហាទាំងនេះកើតមានចំពោះសិស្សប្អូនដែលទើបតែចូលមកសិក្សាថ្មីប៉ុណ្ណោះឬក៏ជួនកាលអាចមានសិស្សច្បងផងដែរហើយតន័យទាំងនេះគឺទទួលបានមកពីការធ្វើ survey ទៅលើការនិស្សិតដែលសិក្សានៅក្នុងសាលារៀនរបស់យើងផ្ទាល់ចំនួន10នាក់បន្ទាប់ពីបានសម្ភាសន៍រួចមកយើងទទួលបាននៅទិន្នន័យបកស្រាយតាមរយៈក្រាฟដែលបានបង្ហាញនេះគឺយើងបានឃើញថា 60% នៃសិស្សមានភាពលំបាកក្នុងការចាប់ផ្ដើមទំនាក់ទំនង 30% នៃសិស្សមានកង្វះខាតនៅឱកាសក្នុងការទំនាក់ទំនងចំណែកឯ 50% ទៀតគឺជួបប្រទះទៅលើបញ្ហាដូចជាខ្លាចអ្នកដទៃវិនិច្ឆ័យចំណូលចិត្តផ្ទុយគ្នាហើយនឹងខ្វះភាពជឿជាក់ជាដើមដូច្នេះបន្ទាប់ពីជួបប្រទះនៅបញ្ហាទាំងនេះក្រុមរបស់យើងក៏មានកំណត់មួយគឺចង់បង្កើតនៅនិស្សិត app ដែលជាមាតិកាមួយសម្រាប់សិស្សមហាវិទ្យាល័យគ្រប់រូបដែល app នេះត្រូវបានយកគំរូតាម Reddit និង Stack Overflow ដែលវាផ្ដល់នូវបទពិសោធន៍ក្នុងការទំនាក់ទំនងការធ្វើ Q&A ផ្សេងៗចែករំលែកគំនិតនិងមានមុខងារផ្សេងទៀតជាច្រើនហើយបញ្ហាដែល app នេះបានដោះស្រាយមានដូចជាយើងបានបែងចែកទិន្នន័យជាពីរគឺ public data and private data ដែល public data នោះគឺអាចជាអ្នកប្រើប្រាស់ធ្វើ Q&A បង្ហោះcontent ផ្សេងៗរវាង group និង community ហើយចំណែកឯ private data គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់រក្សាទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលប្រកបដោយសុវត្ថិភាពក្រៅពីនេះទៅទៀតគឺអ្នកប្រើប្រាស់អាចស្វែងរក content ដែលស្របតាមតម្រូវការរបស់ខ្លួនហើយបែងចែកប្រភេទមាតិកាទៅតាម spaces ឬក៏ categories ដែលធ្វើឲ្យយើងមានភាពងាយស្រួលស្វែងរកនិងទទួលបានយ៉ាងឆាប់រហ័សតើមានអ្វីពិសេសចំពោះ app និស្សិតរបស់យើងអញ្ចឹង app នេះគឺផ្ដោតសំខាន់ទៅលើតម្រូវការរបស់និស្សិតគ្រប់រូបការគ្រប់គ្រងទិន្នន័យមានសណ្ដាប់ធ្នាប់ល្អនិងមានសុវត្ថិភាពខ្ពស់ការសួរនិងឆ្លើយប្រកបដោយប្រសិទ្ធភាពនិងស្របតាមគោលដៅដែលសំណួរដែលគេចង់សួរឬក៏ឆ្លើយហ្នឹងហើយស្វែងរកមាតិកាតាមរយៈប្រភេទមាតិកាដែល user ហ្នឹងគាត់ស្វែងរកហើយក៏ថែមទាំងស្វែងរកនៅប្រធានបទដែលពួកគេពេញចិត្តផងដែរដូច្នេះការប្រើប្រាស់ app ដើម្បីទទួលបានប្រើប្រាស់ app និស្សិតដើម្បីទទួលបានបទពិសោធន៍ល្អក្នុងការសិក្សាសហការគ្នានិងមានទំនាក់ទំនងយ៉ាងប្រសើរហើយនេះគឺជា prototype ដែលពួកយើងបែងចែកជា3 page ទី1គឺ home page ដែលជាកន្លែងដែលគេអាចស្វែងរកនៅមាតិកាបង្ហោះព័ត៌មានផ្សេងៗពី user គ្រប់គ្នាហើយទី2គឺ chat ជាកន្លែងដែលអាចធ្វើទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលឬក៏ group ផ្សេងចំណែកទី3គឺ space ជាកន្លែងដែលអាចឲ្យ user នឹងស្វែងរក content តាមរយៈ spaces ឬក៏ communities ផ្សេងហើយ target customer របស់ពួកយើងគឺនិស្សិតគ្រប់ចំនួនទាំងអស់ទាំងសិស្សប្អូនសិស្សច្បងឬក៏សិស្សដែលបានបញ្ចប់ការសិក្សារួចមកហើយហេតុអ្វីបានជាគេប្រើប្រាស់នៅ app និស្សិតរបស់ពួកយើងមិនប្រើប្រាស់ app ដទៃទៀតបន្ទាប់ពីយើងបាន analyze រួចមកយើងបានឃើញថា app របស់យើងមាន function ជាច្រើនដូចជា public post private chat categorize content relative post search post ហើយនិងcontrol post ហ្នឹងគឺនិស្សិត app របស់យើងមានទាំងអស់រីឯ app ផ្សេងមានភាពខ្វះខាតនៅ functionality មួយចំនួនហើយហេតុអ្វីបានជាយើងគួរជ្រើសរើសយក app និស្សិតទី1គឺការគ្រប់គ្រងទិន្នន័យរបស់យើងមានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាពទី2គឺសេវាកម្មដែលយើងផ្ដល់ទៅកាន់អតិថិជនគឺមានគុណភាពខ្ពស់និងអាចមានជំនឿទុកចិត្តបានហើយទី3គឺអនុញ្ញាតឲ្យ user ហ្នឹងសួរនិងឆ្លើយសំណួរផ្សេងបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពហើយដៃគូសហការរបស់យើងគឺ Amazon Web Service ហើយនិងសាលារបស់យើងផ្ទាល់គឺ CEDT ហើយការវិវត្តរបស់ app របស់យើងបែងចែកជា3ដំណាក់កាលទី1គឺយើងអាចឲ្យសិស្ស
ទាំងអស់នៅក្នុងសាលា CATT ប្រើប្រាស់បានគ្រប់គ្នាចំណែកទី2គឺយើងអនុញ្ញាតឲ្យសាកលវិទ្យាល័យទាំងអស់នៅក្នុងទីក្រុងភ្នំពេញប្រើប្រាស់បានគ្រប់គ្នាចំណែកឯដំណាក់កាលចុងក្រោយគឺយើងអនុញ្ញាតឲ្យសាកលវិទ្យាល័យទាំងមូលនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងគឺអាចប្រើប្រាស់បាននៅ app និស្សិតរបស់យើងហើយ app របស់យើងគឺទទួលបានការ inspire មកពី Reddit និង Stack Overflow ហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកគ្រូនិងអ្នកទាំងអស់គ្នាចំពោះការយកចិត្តទុកដាក់ស្ដាប់ការបត់បង្ហាញរបស់ក្រុមពួកខ្ញុំសូមអរគុណ